ត្រូវលើចឹងតាមរូបមន្តបាទតាមរូបមន្តទៀតយើងចឹងសំណួរតាមរូបមន្តអត់មានអីទេចឹងយើងប្រើតាមរូបមន្តបាទគេឲ្យទិន្នផលមកគេឲ្យទិន្នផលចឹងប្រើតាមរូបមន្តបាទទិន្នផលរបស់យើងមកគឺ ED ស្មើឲ្យបាទ WE ចែកឲ្យ W បាទ WT WE របស់យើងគឺជាកំណត់បានកែហើយ WT របស់យើងគឺជាបាទកំណត់សរុបបាទចឹងជាថាដោយ WE ស្មើឲ្យបាទ FE បាទគុណជាមួយនឹង H បាទគឺជា FE គុណនឹង H ហើយ WT របស់យើងបាទស្មើជាមួយនឹងបាទអីគេនេះយើងបាទស្មើ F គុណជាមួយនឹងបាទគុណ L បាទ F គុណ L អញ្ចឹងយើងចំនួនចូលមកបាទនាំឲ្យ ED ស្មើឲ្យ FE គុណជាមួយនឹង H បាទចែកជាមួយនឹង F គុណ L បាទអញ្ចឹងបានមុនថ្មីគឺ ED ស្មើឲ្យ FE គុណដោយ H ចែកឲ្យ F បាទគុណមួយនឹង L បាទបន្តមកយើងដាក់បំរាក់ដោយបាទពីតដោយមកបាទពីតដោយគេគូសិនខាងនេះដោយបាទដោយ FE របស់យើងស្មើប៉ុន្មានយើង FE បាទ FE របស់យើងបាទកម្លាំងបន្ទុកបាទយើងបាទគោលដៅរបស់យើងចង់រកកម្លាំងបន្ទុកយើងអត់ដឹងទេតែគោលដៅសញ្ញាសួរព្រោះយើងអត់ដឹងយើងកំពុងរកហើយ H របស់យើងបាទ H របស់យើងនេះស្មើ 1.5 បាទ 1.5 ម៉ែត្របន្តមកទៀតនៅ L បាទ L របស់យើងបាទ L របស់យើងគឺស្មើបាទ6ម៉ែត្របាទ6ម៉ែត្រនេះ6ម៉ែត្រនេះ6ម៉ែត្រ H 1.5 ហើយ L 6ម៉ែត្របន្តមកទៀត F តើ F ប្រហែលយើងបាទ F បាទ F របស់យើងនេះគឺស្មើបាទជិះមើលទៅលើនេះតើកម្លាំងដែលបញ្ចេញនេះមានថាជាកម្លាំងដែលបញ្ចេញដោយបាទកម្មកគឺ200 Newton អញ្ចឹងក្នុងនេះយក200 Newton យកចូលមកបាទ200 Newton បាទចូល200 Newton ហ្នឹងមកអូខេបន្តមកយើងនាំឲ្យបាទផ្លេចមួយទៀតនេះ ED មួយទៀតយើងដាក់ ED ឲ្យមកបាទអញ្ចឹង ED របស់យើងជាទិន្នផលបាទទិន្នផលយើងគឺស្មើ 80% ស្មើ 80% បាទស្មើ 80% ប៉ុន្តែនៅពេលយើងចំណូលចូលយើងអត់ចូល80ចំណូលចូលទេយើងយកតែយកវាចែក100សិនអញ្ចឹងណែចែក100វាស្មើ 0.8 បាទ 0.8 បាទអញ្ចឹងយើងអត់យកទាំងអស់ចំណូលចូលទេយើងយកតែបាទយើងយកពេលចែកជាភាគរយដូចខ្នាតជាភាគរយចំណូលចូលបើយើងចំណូលចូលនេះយើងបាទយើងចំណូលជាភាគរយយើងចែកវាវិញតោះមកយើងបាទសាកមូលមកអញ្ចឹង 0.8 បាទនេះ ED មកស្មើ 0.3 នេះយើងបាទ ED ស្មើ 0.3 បាទ 0.8 នេះ 0.8 ចំណូល 0.8 តមកទៀតស្មើសញ្ញាស្មើ FE ទៅដល់ដែរដោយសារយើងរកវាកំពុងរកវាបាទគុណជាមួយនឹង H របស់យើងឬក៏កម្ពស់របស់យើងនេះគឺស្មើ 1.5 ហើយបន្តមកទៀតចែកជាមួយនឹងបាទនេះ F របស់យើងនេះស្មើបាន200បាទ200គុណជាមួយនឹង L របស់យើងគឺ6បាទបន្តមកទៀតយើងយក200គុណ1.6ហើយបោះឆ្លងជាស្មើទៅជាគុណជាមួយ 0.8 បាទអញ្ចឹង200គុណ6បាទ26ដល់12បាទយើងបាន 0.8 គុណជាមួយនឹងបាទ2ដល់12អញ្ចឹងវាទៅជា1200ហើយតមកស្មើបាទ10ឬក៏ 1.5 FE តមកយើងបោះរក FE នាំឲ្យ FE បាទនាំឲ្យ FE ស្មើអញ្ចឹងនេះពុតបញ្ចូលគ្នាទៅ3 2ដល់16បាទ3 2ដល់16 8 2ដល់16កន្ទុក1កន្ទុក1 8ម្ដង8កន្ទុក1ទៀតគឺទៅជា9ជាតក6ហើយយើងសេ0 1មកដោយសារយើង